ធនាគារជាតិនៃកម្ពុជាស្ថាប័នហិរញ្ញវត្ថុដ៏សំខាន់ក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ចជាតិធនាគារជាតិនៃកម្ពុជាគឺជាធនាគារកណ្ដាលរបស់ព្រះរាជាណាចក្រកម្ពុជាដែលមានតួនាទីស្នូលក្នុងការរៀបចំនិងអនុវត្តគោលនយោបាយហិរញ្ញវត្ថុដើម្បីរក្សាស្ថិរភាពថ្លៃទំនិញលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិងធានាស្ថិរភាពនៃប្រព័ន្ធហិរញ្ញវត្ថុជាតិធនាគារជាតិនៃកម្ពុជាទទួលខុសត្រូវក្នុងការចេញផ្សាយប្រាក់រៀលគ្រប់គ្រងទំនប់បម្រុងអន្តរជាតិនិងត្រួតពិនិត្យគ្រប់គ្រងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុព្រមទាំងលើកកម្ពស់ការរួមបញ្ចូលហិរញ្ញវត្ថុនិងការទូទាត់ឌីជីថលតាមប្រព័ន្ធបាគងគោលបំណងសំខាន់របស់ធនាគារជាតិនៃកម្ពុជាគឺជាការកសាងប្រព័ន្ធហិរញ្ញវត្ថុដែលមានភាពរឹងមាំតម្លាភាពប្រសិទ្ធភាពនិងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសតាមរយៈការពង្រឹងទំនុកចិត្តលើប្រាក់រៀលការអភិវឌ្ឍប្រព័ន្ធទូទាត់ទំនើបនិងការរក្សាស្ថិរភាពហិរញ្ញវត្ថុធនាគារជាតិនៃកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការទូទាត់ការវិនិយោគទាំងក្នុងនិងក្រៅប្រទេសនិងការបង្កើតបរិយាកាសអំណោយផលសម្រាប់ការរីកចម្រើននៃវិស័យធុរកិច្ចនៅកម្ពុជាទោះជាយ៉ាងណាក៏ដោយធនាគារជាតិនៃកម្ពុជាមិនមែនជាគម្រោងវិនិយោគដែលផ្ដល់ប្រាក់ចំណេញដល់វិនិយោគិនដោយផ្ទាល់នោះទេប៉ុន្តែជាស្ថាប័នដែលបង្កើតមូលដ្ឋានស្ថិរភាពនិងទំនុកចិត្តសម្រាប់ការវិនិយោគនិងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសទាំងមូលជួបខ្ញុំនៅវីដេអូបន្ទាប់សូមអរគុណសម្រាប់ការទស្សនា